ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូថ្ងៃនេះគឺថាខ្ញុំនឹងមកចែករំលែកក្បួនពីរបៀបធ្វើបង្អែមខារ៉ាមែលដល់បងប្អូនទាំងអស់គ្នាគឺជាបង្អែមមួយប្រភេទដែលមានរសជាតិទន់ហើយឆ្ងាញ់ពិសាផងដែរសម្រាប់បង្អែមមួយមុខនេះគឺថាមានរសជាតិស្រាលស្រទន់ហើយសម្រាប់សាច់នំវិញគឺថាឡើងទន់ល្មើយល្អមែនតើងាយស្រួលក្នុងការញ៉ាំមែនតើបងប្អូនពេលដែលយើងញ៉ាំមួយម៉ាត់ហើយគឺចង់ញ៉ាំមួយម៉ាត់ទៀតតែម្ដងដោយសារតែសាច់នំវាទន់ល្អហើយរសជាតិក៏ឆ្ងាញ់ខ្លាំងដែរសម្រាប់បងប្អូនដែលចូលចិត្តញ៉ាំបង្អែមខារ៉ាមែលនេះបងប្អូនអាចទស្សនាវីដេអូនេះឲ្យដល់ចប់គឺបងប្អូននឹងចេះធ្វើនំខារ៉ាមែលនេះញ៉ាំនៅផ្ទះដោយខ្លួនឯងបានយ៉ាងឆ្ងាញ់ពិសាតែម្ដងហើយសម្រាប់របៀបធ្វើវិញគឺងាយស្រួលមែនតើចាឥឡូវយើងទៅចាប់ផ្ដើមធ្វើទាំងអស់គ្នាជាដំបូងយើងត្រូវប្រើស្ករសដើម្បីយកទៅកម្លោចធ្វើជាទឹកស្ករខារ៉ាមែលហ្នឹងជាមុនសិនសម្រាប់ស្ករសដែលខ្ញុំប្រើយកមកកម្លោចធ្វើទឹកស្ករខារ៉ាមែលហ្នឹងគឺមានទម្ងន់100ក្រាមហើយបន្ទាប់មកខ្ញុំក៏បន្ថែមទឹក40ក្រាមផងដែរបន្ទាប់មកនៅត្រង់កន្លែងនេះយើងអត់បាច់ចាំប្រើស្លាបព្រាកូរស្ករសជាមួយនឹងទឹកហ្នឹងទេបងប្អូនយើងកុំប្រើស្លាបព្រាយកមកកូរវាណាយើងគ្រាន់តែលើកឆ្នាំងស្ករហ្នឹងក្រឡែងធ្វើយ៉ាងណាឲ្យទឹកហើយនឹងស្ករហ្នឹងរលាយចូលគ្នាបែបនេះបន្ទាប់មកយើងចាប់ផ្ដើមបើកភ្លើងចង្ក្រាននៅក្នុងកម្ដៅក្ដៅល្មមនៅត្រង់កន្លែងនេះយើងអាចប្រើកម្ដៅភ្លើងក្ដៅល្មមដែលយើងហៅថា medium heat ហ្នឹងហើយយើងនៅតែបន្តលើកក្រឡែងឆ្នាំងរបស់យើងហ្នឹងយើងក្រឡែងវាទៅមកតិចអញ្ចឹងណាបងប្អូនដើម្បីឲ្យស្ករហើយនឹងទឹកហ្នឹងរលាយចូលគ្នាបានសព្វល្អហើយឲ្យទឹកស្កររបស់យើងហ្នឹងបានរឹតស្មើសព្វសាច់គ្នាបានល្អផងដែរដោយយើងមិនចាំបាច់ប្រើស្លាបព្រាយកមកកូរវាទេចានៅត្រង់កន្លែងនេះគឺយើងត្រូវលើកក្រឡែងឆ្នាំងរបស់យើងទៅមកតិចអញ្ចឹងរហូតតតែទឹកស្កររបស់យើងហ្នឹងប្រែពណ៌ទៅជាពណ៌ក្រហមបែបនេះហ៎បងប្អូនចានៅពេលដែលទឹកស្កររបស់យើងប្រែទៅជាពណ៌ក្រហមបែបនេះហើយគឺយើងអាចចាប់ផ្ដើមបិទភ្លើងចង្ក្រានលើកស្ករយើងចេញមកចាក់ចូលទៅក្នុងចានដែលយើងត្រៀមទុកធ្វើនំខារ៉ាមែលហ្នឹងតែម្ដងដើម្បីកុំឲ្យទឹកស្ករហ្នឹងវាកករឹងទាន់តែកាលណាទឹកស្ករហ្នឹងចាប់ផ្ដើមចុះត្រជាក់ទឹកស្ករហ្នឹងគឺវាចាប់ផ្ដើមកករឹងហើយអញ្ចឹងហើយបន្ទាប់ពីយើងបិទភ្លើងចង្ក្រានភ្លាមយើងត្រូវលើកទឹកស្ករហ្នឹងចាក់ចូលទៅក្នុងចានហ្នឹងភ្លាមតែម្ដងដើម្បីកុំឲ្យទឹកស្កររបស់យើងកករឹងទាន់ណាហើយបន្ទាប់ពីយើងចាក់វារួចរាល់ហើយយើងក៏ក្រឡែងក្រវីបាតចានហ្នឹងបន្តិចចឹងទៅដើម្បីឲ្យទឹកស្កររបស់យើងហ្នឹងរត់ស្មើពេញបាតចានហ្នឹងចាប៉ុន្តែបើសិនជាវាមិនរត់ពេញបាតចានទេក៏មិនជាបញ្ហាអីដែរបងប្អូនចាធម្មតាទឹកស្ករតាំងម៉ែគឺវាកករឹងលឿនណាគ្រាន់តែចុះកម្ដៅភ្លាមគឺវាចាប់ផ្ដើមកករឹងហើយអញ្ចឹងហើយយើងក្រឡែងវាតិចអញ្ចឹងទៅបើវារត់ស្មើសាច់គ្នាបានប៉ុណ្ណាយកប៉ុណ្ណឹងទៅហើយបើសិនជាយើងធ្វើអត់តាន់វាកករឹងនៅប៉ុណ្ណឹងហើយក៏ទុកវានៅប៉ុណ្ណឹងទៅមិនជាបញ្ហាអីទេបន្តិចទៀតនៅពេលដែលយើងដាក់ល្បាយទឹកដោះគោខារ៉ាមែលចូលទៅហើយយើងយកវាទៅចំហុយស្ទីមទៅស្ករហ្នឹងវានឹងរលាយរត់ស្មើសាច់គ្នានៅផ្ទៃខាងក្រោមហ្នឹងដោយខ្លួនឯងហើយឥឡូវនេះយើងងាកមកលាយល្បាយទឹកដោះគោយើងវិញម្ដងនេះគឺខ្ញុំប្រើទឹកដោះគោស្រស់ជាទឹកដោះគោស្រស់យើងធម្មតាដែលភាសាអង់គ្លេសគេហៅថា whole milkខ្ញុំប្រើចំនួន500ក្រាមឬក៏ស្មើទៅនឹងកន្លះលីត្របន្ទាប់មកខ្ញុំក៏បន្ថែមស្ករសចំនួន30ក្រាមអំបិល1ចុងស្លាបព្រាកាហ្វេអំបិលហ្នឹងខ្ញុំដាក់ប្រហែលជា1/8នៃស្លាបព្រាកាហ្វេបន្ទាប់មកយើងក៏បន្ថែមជាមួយនឹងទឹកក្លិនវ៉ានីឡាចំនួន1ស្លាបព្រាកាហ្វេផងដែរដើម្បីបង្កើនឲ្យនំរបស់យើងនឹងមានក្លិនក្រអូបឈ្ងុយផងដែរបន្ទាប់មកយើងក៏កូរគ្រឿងផ្សំទាំងអស់ហ្នឹងបញ្ចូលគ្នាឲ្យបានសព្វល្អបន្ទាប់មកយើងក៏ត្រូវយកល្បាយទឹកដោះគោនេះទៅកម្ដៅនៅលើភ្លើងចង្ក្រានដើម្បីឲ្យល្បាយទឹកដោះគោរបស់យើងនឹងមានកម្ដៅក្ដៅអ៊ុនខ្ញុំសូមបញ្ជាក់នៅត្រង់កន្លែងនេះយើងអត់ដាំទឹកដោះគោរបស់យើងនឹងឲ្យតតែពុះទេគឺយើងកម្ដៅគ្រាន់តែឲ្យស្ករសហើយនឹងទឹកដោះគោនឹងរលាយចូលគ្នាបានសព្វល្អហើយទឹកដោះគោរបស់យើងមានកម្ដៅក្ដៅអ៊ុនតែប៉ុណ្្នឹងទៅគឺយើងអាចបិទភ្លើងចង្ក្រានរបស់យើងបានហើយយើងអត់ដាំទឹកដោះគោនឹងរហូតទាល់តែទឹកដោះគោយើងនឹងពុះទេយើងកូរវាជារឿយៗអញ្ចឹងទៅធ្វើយ៉ាងណាឲ្យស្ករសរលាយចូលសព្វសាច់ជាមួយនឹងទឹកដោះគោនឹងបានល្អឥឡូវនេះបន្ទាប់ពីខ្ញុំបានកូរវាមួយសន្ទុះមកឃើញថាស្ករសហ្នឹងរលាយល្អហើយទឹកដោះគោហ្នឹងក៏ឡើងកម្ដៅក្ដៅល្មមដែរឥឡូវហ្នឹងខ្ញុំចាប់ផ្ដើមបិទភ្លើងចង្ក្រានហើយទុកទឹកដោះគោហ្នឹងមួយឲ្យលើសិនឥឡូវនេះចូលដល់វគ្គទី3គឺជាវគ្គដែលយើងមកលាយល្បាយពងមាន់សម្រាប់ពងមាន់គឺខ្ញុំប្រើពងមាន់សរុបចំនួន4គ្រាប់ហើយក៏បន្ថែមជាមួយនឹងពងមាន់ផ្នែកក្រហមពណ៌លឿងខាងក្នុងហ្នឹងចំនួន2គ្រាប់ផងដែរអញ្ចឹងពងមាន់ទាំងអស់សរុបមាន6គ្រាប់4គ្រាប់យើងយកទាំងអស់ហើយនឹង2គ្រាប់ទៀតយើងយកទៅផ្នែកពណ៌លឿងនៃពងមាន់ទេបន្ទាប់មកយើងក៏បន្ថែមស្ករសចំនួន30ក្រាមផងដែររួចហើយយើងក៏កូរច្របល់ស្ករសហើយនឹងពងមាន់ហ្នឹងធ្វើយ៉ាងណាឲ្យពងមាន់ហើយនឹងស្ករសរបស់យើងហ្នឹងចូលគ្នាបានសព្វ
ល្អហើយនៅត្រង់កន្លែងនេះដែរយើងអត់វាយពងមាន់របស់យើងឲ្យឡើងបាយពពុះទេយើងគ្រាន់តែកូរវាថ្នមគ្រាន់តែធ្វើយ៉ាងណាឲ្យពងមាន់ហើយនឹងស្ករសនឹងរលាយចូលគ្នាបានសព្វល្អទៅជាការស្រេចហើយចាបន្ទាប់ពីយើងកូរពងមាន់របស់យើងជាមួយនឹងស្ករនឹងបានរលាយចូលសព្វសាច់គ្នាបានល្អហើយយើងក៏ចាប់ផ្ដើមយកល្បាយទឹកដោះគោដែលយើងកម្ដៅទុកមុននឹងយកមកចាក់ចូលលាយជាមួយនឹងល្បាយពងមាន់របស់យើងម្ដងបន្តិចនៅពេលដែលយើងចាក់ល្បាយទឹកដោះគោយើងចូលល្បាយពងមាន់ហ្នឹងយើងចាក់ល្បាយទឹកដោះគោនឹងចូលទៅក្នុងល្បាយពងមាន់បណ្ដាយើងកូរវាបណ្ដាអញ្ចឹងបងប្អូនចាយើងធ្វើយ៉ាងណាកូរល្បាយទាំងពីរហ្នឹងឲ្យចូលគ្នាសព្វសាច់បានល្អបន្ទាប់ពីយើងកូរល្បាយទាំងពីរហ្នឹងចូលគ្នាបានសព្វសាច់ល្អហើយឥឡូវនេះយើងចាប់ផ្ដើមយកកន្ត្រងមួយមកដើម្បីយកមកត្រងច្រោះទឹកល្បាយពងមាន់របស់យើងហ្នឹងដើម្បីឲ្យទឹកល្បាយពងមាន់របស់យើងហ្នឹងកាន់តែ smooth ម៉ត់បានល្អឥឡូវនេះបន្ទាប់ពីយើងត្រងច្រោះល្បាយទឹកដោះគោនិងពងមាន់ហ្នឹងរួចរាល់ហើយយើងក៏ចាប់ផ្ដើមយកវាមកចាក់ដាក់នៅក្នុងចានដែលយើងចាក់ទឹកស្ករទុកមុនហ្នឹងហើយសម្រាប់ចានទឹកស្ករហ្នឹងដែរគឺខ្ញុំដាក់តម្រៀបវានៅក្នុងថាសដុតនំបែបនេះបន្ទាប់មកយើងក៏ចាក់ល្បាយពងមាន់ទឹកដោះគោរបស់យើងហ្នឹងចូលទៅក្នុងចានហ្នឹងតែម្ដងសម្រាប់ថ្ងៃនេះដែរគឺខ្ញុំប្រើចានចំនួន5ចានទូចល្មមនឹង3ហើយនឹងចានធំនឹង2ចានអញ្ចឹងសម្រាប់ល្បាយទឹកដោះគោហ្នឹងយើងចាក់មកល្មមបងប្អូនលៃមើលទៅបើសិនជាបងប្អូនប្រើចានទូចជាងហ្នឹងប្រហែលជាចាក់បានច្រើនចានជាងខ្ញុំប៉ុន្តែសម្រាប់ខ្ញុំរាល់ពេលដែលខ្ញុំធ្វើនំខារ៉ាមែលហ្នឹងម្ដងគឺខ្ញុំតែងតែប្រើចានប្រភេទនេះហើយចានដែលខ្ញុំប្រើហ្នឹងសុទ្ធសឹងតែជាប្រភេទចានថ្មបែបនេះបងប្អូនចាឥឡូវនេះបន្ទាប់ពីយើងចាក់ល្បាយទឹកដោះគោពងមាន់របស់យើងចូលទៅក្នុងចានទឹកស្ករហ្នឹងរួចរាល់អស់ហើយនៅត្រង់កន្លែងនេះបើសិនជាបងប្អូនចង់ឲ្យនំខារ៉ាមែលរបស់យើងដុតទៅចេញមកគឺផ្ទៃខាងលើហ្នឹងវាសល្អអត់មានពណ៌ក្រហមនៅខាងលើដូចថាពណ៌ខ្លោចតិចនៅខាងលើហ្នឹងទេបងប្អូនអាចប្រើกระดาษអាលុយមីញ៉ូម foil នេះយកមកក្រោបបិទពីលើមាត់ចានហ្នឹងឲ្យបានជិតល្អបែបនេះទៅគឺថានំរបស់យើងពេលដែលដុតចេញមកផ្នែកផ្ទៃខាងលើហ្នឹងគឺនឹងបានសស្អាតអត់មានឡើងពណ៌ក្រហមនៅផ្ទៃខាងលើទេហើយសម្រាប់ខ្ញុំផ្ទាល់នៅរាល់ពេលដែលខ្ញុំធ្វើនំខារ៉ាមែលហ្នឹងម្ដងខ្ញុំតែងតែបិទគម្របមាត់វាបែបនេះខ្លះហើយនឹងទុកចំហវាបែបនេះខ្លះហើយនៅត្រង់កន្លែងនេះដែរបន្ទាប់ពីយើងដាក់តម្រៀបវារួចរាល់ហើយយើងត្រូវដាំទឹកក្តៅឲ្យពុះហើយយើងយកទឹកក្តៅដែលយើងដាំពុះហើយហ្នឹងយកមកចាក់ចូលនៅក្នុងថាសរបស់យើងហ្នឹងឲ្យនៅត្រឹមពាក់កណ្ដាលនៃចាននំខារ៉ាមែលរបស់យើងហ្នឹងបងប្អូនចាបន្ទាប់មកយើងយកវាទៅដាក់ដុតនៅក្នុងចង្ក្រានអូវិនបែបនេះសម្រាប់ចង្ក្រានអូវិនរបស់ខ្ញុំនេះគឺខ្ញុំ set up វានៅក្នុងកម្ដៅ350 Fahrenheit ហើយខ្ញុំដាក់វាដុតនៅក្នុងរយៈពេល50នាទីទៅ1ម៉ោងប៉ុន្តែសម្រាប់កម្ដៅសីតុណ្ហភាពចង្ក្រានអូវិននេះដែរក៏វាអាស្រ័យទៅលើចង្ក្រានអូវិនរបស់បងប្អូនដែរចង្ក្រានអូវិនខ្លះវាមានកម្ដៅក្តៅខ្លាំងអញ្ចឹងបងប្អូន set up វាត្រឹមតែ325 Fahrenheit ទៅក៏បានដែរហើយយើងដុតវានៅក្នុងរយៈពេល50នាទីទៅ1ម៉ោងតាមភាពជាក់ស្ដែងតែយើងចង់បានសាច់នំរបស់យើងនឹងឆ្អិនប៉ុណ្ណាបើសិនជាបងប្អូនចង់ឲ្យសាច់នំនឹងនៅឆ្អិនមកល្មមហើយនៅជាតិទន់ច្រើនអញ្ចឹងយើងដុតទៅត្រឹម50នាទីក៏បានដែរសម្រាប់ខ្ញុំគឺខ្ញុំដុតវារហូតដល់រយៈពេល1ម៉ោងដោយសារខ្ញុំចង់បានសាច់នំរបស់ខ្ញុំនឹងឲ្យបានឆ្អិនល្អនិយាយរួមទៅសម្រាប់ខ្ញុំមិនថាមុខម្ហូបអ្វីទេគឺខ្ញុំតែងតែធ្វើយ៉ាងណាឲ្យបានឆ្អិនល្អអញ្ចឹងឯងចាអានេះជាទម្លាប់របស់ខ្ញុំឯណាហើយនេះបងប្អូនខ្ញុំចង់បង្ហាញបងប្អូនភាពជាក់ស្ដែងនៅពេលដែលយើងដុតវានៅក្នុងចង្ក្រានអូវិនចានមួយនេះគឺខ្ញុំបានក្រោបវាជាមួយនឹងกระดาษអាលុយមីញ៉ូម foil ពីលើទៅអញ្ចឹងឃើញថាផ្ទៃខាងលើហ្នឹងសាច់នំរបស់វាគឺ smooth សល្អអញ្ចឹងបងប្អូនចាហើយសម្រាប់ចានមួយនេះវិញនៅពេលដែលយើងដាក់ដុតវាហើយយើងអត់បានក្រោបกระดาษអាលុយមីញ៉ូម foil ពីលើនៅពេលដែលយើងដាក់ដុតទៅនៅផ្ទៃខាងលើហ្នឹងគឺវាមានពណ៌ក្រហមបែបនេះចាអញ្ចឹងអាហ្នឹងគឺវាអាស្រ័យទៅតាមចំណង់ចំណូលចិត្តរបស់យើងថាតើយើងចង់បាននំខារ៉ាមែលរបស់យើងនឹងសាច់ smooth ម៉ត់សល្អបែបនេះគឺយើងក្រោបវាទៅចាហើយបើសិនយើងចង់បានរបៀបដាក់ឈ្ងុយហើយផ្ទៃខាងលើរាងក្រហមតិចបែបនេះយើងមិនបាច់ក្រោបវាក៏បានដែរហើយសម្រាប់សាច់នំដែលយើងដុតចេញមកហ្នឹងគឺវាឆ្ងាញ់ដូចតែគ្នាទេបងប្អូនគ្រាន់តែថាមួយផ្ទៃខាងលើហ្នឹងវា smooth សោះទន់អញ្ចឹងទៅណាហើយអាមួយដែលយើងអត់ក្រោបហ្នឹងគឺវាមានក្លិនឈ្ងុយនៅផ្ទៃខាងលើតិចអញ្ចឹងទៅចាពេលដែលយើងញ៉ាំទៅអញ្ចឹងអាហ្នឹងវាអាស្រ័យទៅតាមចំណូលចិត្តរបស់យើងទេយើងចង់ដុតវាដោយក្រោបកระดาษអាលុយមីញ៉ូម foil ពីលើអញ្ចឹងក៏បានមិនក្រោបกระดาษអាលុយមីញ៉ូម foil ហ្នឹងក៏បានដូចគ្នាដែរហើយបន្ទាប់ពីយើងដុតនំរបស់យើងបានឆ្អិនល្អអញ្ចឹងហើយយើងត្រូវយកវាទៅទុកនៅក្នុងទូទឹកកកក្នុងរយៈពេល3ទៅ4ម៉ោងសិនឬមួយក៏យើងទុកចោលនៅក្នុងទូទឹកកកមួយយប់សិនក៏បានដែរតែនៅពេលដែលយើងយកវាទៅដាក់នៅក្នុងទូទឹកកកហ្នឹងយើងក្រោបបិទមាត់ចានឲ្យបានជិតល្អទៅហើយនេះគឺជានំខារ៉ាមែលដែលខ្ញុំបានដាក់ទុកនៅ
នៅក្នុងទូទឹកកកនឹងចំនួន1យប់រួចហើយឥឡូវនេះខ្ញុំយកវាចេញពីក្នុងទូទឹកកកដើម្បីឆ្កឹះនំខារ៉ាម៉ែលចេញពីចានហ្នឹងយើងអាចយកចុងកូនកំបិតស្ដើងមកឆ្កឹះតាមរង្វង់សាច់នំខារ៉ាម៉ែលជុំវិញមាត់ចានហ្នឹងទៅដោយដែលខ្ញុំធ្វើបង្ហាញហ្នឹងរួចហើយយើងក៏យកចានសំប៉ែតមកផ្កាប់ពីលើមាត់វាផ្កាប់វាចុះមកអញ្ចឹងមកចាហើយបើសិនជាវាអត់ចេញទេយើងអាចយកចុងកូនកបិតហ្នឹងឆ្កឹះវាបន្តិចមកវាចេញហើយចាហើយយើងធ្វើវាថ្នមទៅបងប្អូនដើម្បីកុំឲ្យវាបែកសាច់នំណាឥឡូវនេះខ្ញុំពុះនំខារ៉ាម៉ែលរបស់យើងហ្នឹងជាពីរឲ្យបងប្អូនបានទស្សនាសាច់នំខាងក្នុងណាជេពីថាសាច់នំមិនថាខាងក្នុងឬខាងក្រៅឯងបងប្អូនគឺថាឡើងទន់ល្មើយហ្មងណាហើយសម្រាប់រសជាតិវិញគឺថាឆ្ងាញ់ខ្លាំងញ៉ាំជក់មាត់តែម្ដងញ៉ាំមួយម៉ាត់ហើយគឺថាចង់ញ៉ាំមួយម៉ាត់ទៀតតែម្ដងចាអញ្ចឹងសម្រាប់ការបង្ហាញជូនដល់បងប្អូនទាំងអស់គ្នាពីរបៀបធ្វើនំខារ៉ាម៉ែលហ្នឹងគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានពេលទំនេរបងប្អូនអាចសាកល្បងរៀនធ្វើបានសម្រាប់ក្បួននិងរបៀបធ្វើហ្នឹងគឺថាងាយស្រួលធ្វើមែនតើបងប្អូនចាហើយសម្រាប់នំខារ៉ាម៉ែលនេះដែរបងប្អូនបើសិនជាបងប្អូនអត់មានចង្ក្រានអូវិនទេបងប្អូនអាចប្រើជាឆ្នាំងចំហុយដាក់ចំហុយនំខារ៉ាម៉ែលហ្នឹងក៏បានដូចគ្នាដែរគ្រាន់តែថាបើយើងចំហុយនំខារ៉ាម៉ែលហ្នឹងគឺយើងត្រូវមានតិចតួចក្នុងការចំហុយនំហ្នឹងដើម្បីឲ្យនំខារ៉ាម៉ែលរបស់យើងហ្នឹងចំហុយមកបានល្អអញ្ចឹងណាចាចាំមើលវីដេអូលើក្រោយទៀតខ្ញុំមានពេលទំនេរគ្រប់គ្រាន់ខ្ញុំនឹងបង្ហាញពីរបៀបធ្វើនំខារ៉ាម៉ែលហ្នឹងដោយចំហុយនៅក្នុងឆ្នាំងវិញម្ដងចាអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាហើយជាចុងក្រោយក៏សូមឲ្យបងប្អូនជួយចុច like share និង subscribe នៅលើ YouTube channel របស់នាងខ្ញុំម្នាក់មួយផងហើយនឹងសូមឲ្យបងប្អូនជួយចុច follow Facebook page ឲ្យខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូនិងមុខម្ហូបថ្មីៗជាបន្តបន្ទាប់ទៀតផងដែរអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយ